អ្នកជំងឺនេះយូរិនរបស់គាត់ឡើង cloudy ឡើងល្អប្រហែលជាអុយរ៉ូសាប់ស៊ីហើយអញ្ចឹងខ្ញុំនឹងឲ្យអុកមកតាំង IV ទៅគាត់ហើយឥឡូវឈប់សិនណៃមាន check ANC អត់ absolute neutrophil count អត់អញ្ចឹងអ្នកជំងឺនេះ white blood cell គាត់នៅ1200អញ្ចឹង ANC គាត់បានតែ200ទេ absolute neutrophil count ហ្នឹងគេកណនាដោយយក white blood cell គុណនឹងភាគរយរបស់ neutrophil បូកជាមួយនឹង bands ហើយចែកនឹង100ជាងដូចក្នុងឧទាហរណ៍ហ្នឹងបើសិនជា white blood cell 4000 neutrophil 40% band 5%អញ្ចឹង ANC យើងគុណទៅឃើញ1800ក្នុង1 microliter តម្លៃធម្មតារបស់វាបើសិនជា normal វា ANC លើសពី1500បើសិនជា mild neutropenia វានៅចន្លោះពី1000ទៅ1499បើ moderate neutropenia នៅចន្លោះពី500ទៅ999បើ severe neutropenia ទៅជាង500ហើយ very severe ទៀតទៅជាង100ហើយបានជាគេកណនា ANC ហ្នឹងដោយសារវាសំខាន់បើសិនជា ANC នឹងក្រោម1000បានន័យថាវា increase infection risk បើ ANC ក្រោម500បានន័យថា high risk of serious life threatening infections ហើយបើសិនជាអ្នកជំងឺមាន fever បូកជាមួយ neutropenia ទៀតអានឹងជា medical emergency ហើយអញ្ចឹងនៅលើអ្នកជំងឺនេះគឺ ANC ប្រកាសតែ200ទេបានន័យថាវាក្រោម500បានន័យថា severe neutropenia ហើយ Oh no នេះANC ប្រកាសបានតែ200អញ្ចឹងយើងត្រូវចាំថានៅលើអ្នកជំងឺដែលមាន neutropenia ហើយមានក្តៅខ្លួនយើងត្រូវគិតទៅដល់ sepsis លើកលែងតែយើងរកមូលហេតុដែលក្តៅខ្លួននឹងមកពីមូលហេតុអីផ្សេងទៀតហើយការព្យាបាលយើងត្រូវតែឲ្យអង់ទីប៊ីតិកឲ្យបានលឿនក្នុងកំឡុងពេល60នាទីមុននឹងឲ្យតែអង់ទីប៊ីតិកយើងត្រូវតែធ្វើ culture សិនអញ្ចឹងយើងត្រូវតែ start IV broad spectrum antibiotic ភ្លាមហើយ immediately ឲ្យ full dose បើសិនជាអ្នកជំងឺមានchronic renal disease យើងត្រូវ adjust ទៅតាម GFR សម្រាប់អ្នកជំងឺដែល stable neutropenic fever យើងអាចជ្រើសរើស broad spectrum antibiotic ខាងក្រោមនេះជ្រើសរើសយកមួយណាក៏បានដែរយើងអាចជ្រើសរើសយក piperacin tazobactam ហើយជ្រើសរើសទី1ឬក៏ cefepime ឬក៏ meropenem ឬក៏ imipenem បើសិនជា ESBL ឬក៏ resistant ជាមួយនឹង gram negative risk អញ្ចឹងយើងអត់ត្រូវឲ្យមកតាំងទេអញ្ចឹងអ្នកគ្រូត្រឹមត្រូវហើយយើងអត់មកតាំងវាជា narrow spectrum antibiotic អញ្ចឹងវាអត់ cover ចំពោះអ្នកជំងឺដែលមាន neutropenic sepsis ទេអញ្ចឹងជានិច្ចកាលយើងត្រូវចាំថាអ្នកជំងឺដែលមាន neutropenic fever យើងត្រូវតែ start IV broad spectrum antibiotics ប៉ុន្តែបើសិនជាអ្នកជំងឺបង្ហាញថាវា severe sepsis ឬក៏ septic ដូចជាមាន hypotension confusion new hypoxia rapid deterioration អានឹងត្រូវ add second antibiotic យើងត្រូវ add aminoglycoside amikacin ឬក៏ fluoroquinolone ហើយយើងត្រូវតែ cover ពួក MOSA ដូចជា vancomycin បើសិនជាយើងសង្ស័យថាអ្នកជំងឺនឹងដែលមាន MOSA ដូច្នេះហើយការព្យាបាលវាអាស្រ័យទៅលើប្រភពនៃ infection តើប្រភពវានៅកន្លែងណាបើសិនជាគាត់មាន skin ឬក៏ soft tissue infection យើងត្រូវតែ add MOSA coverage ដូចជា vancomycin បើសិនជាសង្ស័យថា VRE យើងត្រូវ add linezolid ឬក៏ daptomycin បើសិនជាយើងសង្ស័យថា C. difficile យើងត្រូវ add oral vancomycin ត្រឹមត្រូវហើយយើងត្រូវតែចាប់ដើមឲ្យធំចាំ broad spectrum ឥឡូវនេះយើងសូមឆ្លើយនៅសំណួរខាងក្រោម At what level your label patient HCV neutropenic comment below យើងយក A B ឬក៏ C